លិខិតចំហជូនចំពោះអ្នកនិយាយការពិតខែកក្កដាគឺជាខែដ៏សោកសៅសម្រាប់ប្រជាជនខ្មែរគ្រប់រូបយើងខ្ញុំសូមយកពេលនេះជាពេលកាន់ទុកដល់អ្នកនិយាយការពិតទាំងអស់គ្នាដែលបានលះបង់ពលីជីវិតនិងសេរីភាពដើម្បីសង្គមជាតិដ៏កំសត់មួយនេះថ្ងៃនេះខែនេះកាលពី9ឆ្នាំមុនលោកបណ្ឌិតកែមលីបានដេកដួលនៅក្នុងថ្លុកឈាមគួរឲ្យសង្រេចជាពន់ពេកដោយសារស្នាដៃឃាតករចិត្តខ្មៅអប្រិយបានបាញ់ប្រហារលោកដោយគ្មានក្តីមេត្តាសំឡេងយំសោកនៃភាពអយុត្តិធម៌បានលឺរំពងទូទាំងប្រទេសកម្ពុជាជាសំឡេងដាស់ស្មារតីយើងខ្ញុំរួមទាំងប្រជាជនខ្មែរគ្រប់រូបបានដឹងពីសោកនាដកម្មដ៏ឃោរឃៅកំណត់មួយនេះដែលបានឆក់យកជីវិតអ្នកស្នេហាជាតិអ្នកដែលតែងលាតត្រដាងការពិតឲ្យឃ្លាតឆ្ងាយពីមាតុភូមិកំសត់នេះគ្មានថ្ងៃត្រឡប់វិញឡើយអំពើអយុត្តិធម៌បានកើតឡើងជាបន្តបន្ទាប់នៅក្នុងសង្គមខ្មែរកាលពីថ្ងៃទី2ខែកក្កដាឆ្នាំ2024កន្លងទៅនេះសកម្មជនចលនាមេដាធម្មជាតិ5រូបរួមមានលោកថនរដ្ឋាកញ្ញាលំគុន្ធាលោកយឹមនឹងហ៊ីកញ្ញាភួនកែវរស្មីនិងលោកលីច័ន្ទដារាវុធត្រូវបានគេចាប់ខ្លួនក្រោមបទចោទរួមគំនិតក្បត់និងប្រមាថអង្គព្រះមហាក្សត្រត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ទៅ8ឆ្នាំព្រោះពួកគេគោរពនិងដើរតាមគំរូភាពរបស់លោកពូពួកគាត់ក្លាហានដូចជាលោកពូអញ្ចឹងពួកគាត់ក្លាហានណាស់ស្នាមញញឹមនិងភាពក្លាហានរបស់ពួកគាត់បានបន្តចាក់ដោតដល់ក្រអៅបេះដូងរបស់ពួកយើងនិងប្រជាជនខ្មែរឲ្យងើបឡើងងើបមកបន្តនិយាយការពិតដែលមិនញញើតនឹងការគំរាមកំហែងអ្វីឡើយពួកយើងយំឬឈឺចាប់នឹងភាពអយុត្តិធម៌ឈឺចាប់នឹងការគៀបសង្កត់សិទ្ធិសេរីភាពសពគ្រប់បែបយ៉ាងប៉ុន្តែសកម្មភាពនោះមិនបានធ្វើឲ្យយើងជាយុវជនខ្មែរជំនាន់នេះមានការភ័យខ្លាចនិងការបាក់ស្បាតនោះទេផ្ទុយមកវិញសកម្មភាពថ្ងៃទី2កក្កដានោះបានដាស់តឿនពួកយើងរួមទាំងប្រជាជនខ្មែរឲ្យកាន់តែងើបឡើងមិនភ្លេចនៃវីរភាពការលះបង់និងការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាសម្រាប់ជាតិមាតុភូមិមួយនេះឡើយបើទោះបីជាសង្គមមួយនេះពោពេញតែដោយការគំរាមកំហែងពីសុវត្ថិភាពការចាប់ចងការចាប់ដាក់ពន្ធនាគារឬការគំរាមកំហែងក្រុមគ្រួសារអាយុជីវិតយ៉ាងណាក្តីហើយថ្ងៃនេះអាចប្រឈមនឹងការដកសញ្ជាតិកំណើតបន្ថែមទៀតក៏មិនបានធ្វើឲ្យពួកយើងរុញរានៅក្នុងការបន្តដំណើររបស់អ្នករាល់គ្នាឡើយពួកយើងមិនដាច់ចិត្តទុកឲ្យប្រទេសដ៏កំសត់មួយនេះធ្លាក់ចូលក្នុងនរោអវជ័យបន្ទាប់ពីគ្មានវត្តមានអ្នកទាំងអស់គ្នាទេសូមគោរពនៅវីរភាពការលះបង់សេចក្តីក្លាហានឆន្ទៈរបស់អ្នកគ្រប់គ្នាសូមកុំបារម្ភអ្នកទៅពិតមែនតែពួកយើងនៅទីនេះព្រោះពួកយើងគឺជាអ្នកខ្មែរអើយខ្មែរសូមអ្នកថែឈ្មោះកែមលេ